បាទសួស្តីអ្នកនរគ្នានៅក្នុងវីដេអូនេះខ្ញុំនឹងបង្ហាញអ្នកនរគ្នាពីរបៀបប្រើប្រាស់ក៏ដូចជាចូលទៅក្នុង account Telegram ដោយមិនបាច់បង់ប្រាក់អញ្ចឹងជំនាញដំបូងអ្នកនរគ្នាចូលក្នុងកម្មវិធី Telegram បាទបន្តមកទៀតអ្នកនរគ្នាចុច Start Messaging បាទរួចហើយអ្នកនរគ្នាជ្រើសលេខដែលអ្នកនរគ្នាត្រូវបង្កើតគណនីហ្នឹងបាទអញ្ចឹងខ្ញុំសូមយកលេខខ្ញុំមួយនេះ12 6បាទ62 20គុណ14បន្តទៀតអ្នកនរគ្នាចុចសញ្ញាព្រួយបាទរួចហើយយើង sign in with Google បាទរួចហើយវានឹងទាមទារបង់លុយបាទបង់លុយអញ្ចឹងមួយសប្តាហ៍វាស្មើនឹង$1.49បាទដើម្បីទទួលបាន Premium account ណាជំនួយមានមុខងារជាច្រើនអញ្ចឹងសម្រាប់វីដេអូនេះគឺខ្ញុំបង្ហាញដើម្បីអ្នកនរគ្នាបង់លុយតែម្ដងទៅអញ្ចឹងយើងឲ្យគេទៅព្រោះនេះជាកម្មវិធីរបស់គេហើយអញ្ចឹងខ្ញុំនឹងមានវិធីផ្សេងសម្រាប់បង់តែម្ដងទេមិនចាំបាច់បង់មួយសប្តាហ៍ម្ដងទេអញ្ចឹងអ្នកនរគ្នាចុចទៅលើសាញ់អាប់ហ្នឹងទៅបន្តមកទៀតអ្នកនរគ្នាប្រកាសជាទទួលបាននៅការ add credit card អញ្ចឹងយើងចុចមកចឹងយើងប្រពេញណាកន្លែងនេះយើងប្រពេញពាក់ព័ន្ធទៅនឹងព័ត៌មានរបស់យើងកាតរបស់យើងអញ្ចឹងទៅហើយយើងបង់ឲ្យគាត់តែម្ដងទៅអញ្ចឹងអ្នកនរគ្នាប្រកាសជាមានកាតផ្សេងមានវិញមាន ACDA មាន ABA អញ្ចឹងអ្នកនរគ្នាប្រកាសជាទទួលបាននៅធនាគារជាច្រើនដែលពីច្រើនគាត់ពួកយើងបង្កើតគណនីផ្ទេរឬមកក៏បាញ់លុយទៅណាទៅណីអញ្ចឹងណាអញ្ចឹងអ្នកនរគ្នាអាចយកគណនីមួយដែលមិន active មានន័យថាយើងបង្កើតគណនីធនាគារណាមួយដែលមិន active យើងលុបចូលទៅក្នុងហ្នឹងទៅហើយពេលដែលយើងបង្កើត Telegram បានយើងបំពេញប្រវត្តិរូបរបស់យើងពាក់ព័ន្ធនឹង 2SA ណាហើយសោ2ជាន់ហើយបន្តមកទៀតយើងនេះយើងប្រើកម្មវិធី Telegram ជំនួសវិញបាទចុចមកតទៅទៀតអ្នកនរគ្នាចុចយក get start Enable AI feature បាទចុច continue ចុច continue with premium បាទអញ្ចឹងវានឹងឲ្យជ្រើសរើសយក edit order នេះ use for free អញ្ចឹងខ្ញុំចុចមកអញ្ចឹងខ្ញុំសូមបញ្ជាក់ថាលេខមិញហ្នឹងគឺអ្នកនរគ្នាប្រកាសជាបង្កើតបាននៅក្នុង Telegram scene របស់គាត់ហើយអញ្ចឹងយើងបង់លុយឲ្យគាត់តែម្ដងដូចមិនអញ្ចឹងឯងយើងដាក់លេខកូដ2ជាន់ហើយយើងមានឈ្មោះឲ្យត្រឹមត្រូវហើយបំពេញតាមបែបបទដែលគាត់ចង់បានហើយឯងត្រូវឯងអញ្ចឹងបន្តមកយើងប្រើ Telegram ជំនួសវិញចុច continue ឬចុច Telegram account អញ្ចឹងយើងដាក់លេខមិញលេខដែលយើងបង្កើតជាមួយ Telegram scene របស់វាហ្នឹងបាទ262គុណ14ចុចមកបន្តទៀតវានឹងផ្ញើលេខកូដទៅលើគណនីរបស់អ្នកនរគ្នាដែលនៅក្នុងនេះនៅក្នុង Telegram sheet របស់អ្នកនរគ្នានេះណាអញ្ចឹងយើងមិនយកយកលេខកូដពី Telegram ហ្នឹងមកដាក់នៅក្នុងនេះអញ្ចឹងគេផ្ញើឲ្យបាទផ្ញើមកហើយនេះបាទអញ្ចឹងដូចខ្ញុំបញ្ជាក់អញ្ចឹងដោយសារតែយើងបានបង់លុយឲ្យគេហើយយើងបំពេញព័ត៌មានរបស់យើងឲ្យត្រឹមត្រូវហើយយើងដាក់លេខកូដត្រឹមត្រូវហើយអញ្ចឹងអត់ពិបាកបាទអញ្ចឹងអ្នកនរគ្នាអាចដាក់មកដូចសោ2ជាន់ហ្នឹងតបមកគណនីរបស់យើងនឹងអាចប្រើប្រាស់បានហើយបន្តមកទៀតអ្នកទាំងអស់គ្នាទៅលុបនេះបាទមិនទៅលុបទេណាមានន័យថាយើងសាញ់អាវaccount Telegram របស់យើងចេញពីapp Telegram scene ហ្នឹងមកអញ្ចឹងគាត់លែងកាត់លុយយើងប្រចាំសប្តាហ៍ហើយដោយសារយើង log out ចេញពី app របស់គាត់ហើយពាក់ព័ន្ធនឹងការដែលយើងភ្ជាប់លេខកាត credit card របស់យើងហ្នឹងក្នុងកាតរបស់យើងគឺដូចជា account របស់យើងកុំដាក់លុយចូលអីមិនចាំដាក់លុយយើងដកឲ្យអស់មកណាអញ្ចឹងនេះជាវិធីប្រើប្រាស់ហើយបើសិនជាអ្នកនរគ្នាអត់ចេះ log out ទេខ្ញុំប្រាប់ពីរបៀប log out អញ្ចឹងអានេះដូច Telegram ខ្ញុំវិញយើងចូលមកក្នុងនេះមកបន្តទៀតចុច setting បាទយើងចុច tray 3ខាងលើនេះ tray 3ខាងលើនេះ
សំទោសនេះបាទចុច tray 3នេះមកចុច lock out នេះបាទគេដាក់សញ្ញាព្រួយចេញអញ្ចឹងមិនមែនចុចនៅក្នុងហ្នឹងណាយើងចុចនៅក្នុង app នេះបាទចុចនៅក្នុង app ហ្នឹងហើយយើងបាទនេះបាយបាយនេះយើងឲ្យគេតែម្ដងទៅហើយយើងលុបគាត់ចោលទៅព្រោះអីគាត់ទៀមទាលុយយើងមួយសប្តាហ៍1.49ហ្នឹងទៅតាមប្រទេសណាអញ្ចឹងវីដេអូគឺមានតែប៉ុណ្្នឹងឯងសម្រាប់អ្នកនរគ្នាដែលចង់បង្កើត account Telegram ដោយមិនចាំបាច់បង់លុយប្រចាំអាទិត្យយើងឲ្យគេតែម្ដងទៅព្រោះសម័យនេះហើយគេបង្កើត app គេមកអស់កម្លាំងញើសឈាមគេដែរអញ្ចឹងឲ្យគេតែម្ដងទៅហើយយើងប្រើ app ផ្សេងដែល free ទៅសំខាន់យើងដាក់លេខកូដរបស់យើងឲ្យមានសុវត្ថិភាពទៅហ្នឹងហើយអរគុណច្រើនសម្រាប់ការតាមដានទស្សនាវីដេអូនេះសង្ឃឹមថាអ្នកនរគ្នានឹងយល់ណាខ្ញុំមានវិធីប៉ុណ្ណឹងអ្នកនរគ្នាអាចជ្រើសរើសយក Nightgram ក៏បានយក iMe នេះក៏បានដែរអាចប្រើបានដូចគ្នាណាបាទសំទោសកម្មវិធី iMe ដែលអាចលុកចូលប្រើប្រាស់ Telegram បានដូចគ្នាអញ្ចឹងមាន Nightgram មាន Telegram X អាចប្រើបានដូចគ្នានេះចុច start មកតទៅទៀតដូចអ្នកគ្នាបានដឹងហើយគឺដាក់លេខបំបញ្ញមិញហ្នឹងមកបាទចុចសញ្ញាព្រួយទៅហើយចាំទទួលលេខកូដពី app ណាមួយនេះវាផ្ញើចូល Nightgram ឃើញទេអញ្ចឹងបើយើងអត់ចង់ប្រើ Nightgram ទេយើងដកគាត់ចេញពី Nightgram មកបើសិនជាករណី Nightgram ថ្ងៃណាមួយគាត់ទាលុយយើងដកវាហ្នឹងមកប្រើ Telegram X វិញមកហ្នឹងហើយពាក់ព័ន្ធនឹងវីដេអូហ្នឹងមានតែប៉ុណ្្នឹងឯងសង្ឃឹមថាអ្នកនរគ្នាយល់ហើយអ្នកដែលទន់បានជួយ Subscribe ចុច Subscribe ម្នាក់មួយផងអរគុណជួបគ្នានៅវីដេអូក្រោយបាយបាយ